តើនរណាជាអ្នកទទួលខុសត្រូវចំពោះការបាត់បង់សម្បត្តិធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះទៅខេត្តក្រចេះប្រិយមិត្តជាទីរាប់អានវិនិស្សកម្មព្រៃឈើដ៏កំណាចនិងសាហាវនេះជាជំងឺរ៉ាំរ៉ៃរាប់ទសវត្សរ៍មកហើយនៅពុំទាន់រកឃើញឱសថនិងថ្នាំទិព្វណាដើម្បីយកមកព្យាបាលបានឡើយយោងតាមសុភាសិតមួយបានលើកឡើងថាផ្ទះបើចង់បោសសម្អាតត្រូវបោសពីលើចុះក្រោមដោយជំងឺនេះពីមួយថ្ងៃទៅមួយថ្ងៃចេះតែរីកដុះដាលទៅនឹងបានคล้ายទៅជាជំងឺមហាដ៏សាហាវជាទីបំផុតយោងតាមប្រភពបងហើបថាមូលហេតុដែលបណ្ដាលឲ្យទុនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះចេះតែវិនិច្ឆ័យអន្តរាយបន្តិចម្ដងនោះគឺ 1. ដីព្រៃរាប់ពាន់ហិកតាត្រូវបានកាប់ទន្ទ្រានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផ្ដាច់មុខនិងបានក្លាយទៅជាដីចំការកៅស៊ូចន្ទីអស់រលីងដែលក្នុងនោះមានឈ្មួញដែលជាថៅកែក្រាក់ដូចជាលោកមេងលោកវុទ្ធាស្រីណែតនិងជាច្រើនអ្នកទៀតដែលមានលុយមានអំណាចបានប្រើយុទ្ធសាស្ត្រទេវប្រាក់ញាត់មាត់ញុកភ្នែកញុកត្រចៀកទៅដល់មន្ត្រីជំនាញពាក់ព័ន្ធដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះដូចជាចំណុចអូរទឹកក្រហមសសរ8ជ្រុងពន្លឺពេជ្រនិងទួលតសីលៈ 2. ការដឹកជញ្ជូនផលព្រៃឈើជារៀងរាល់ថ្ងៃយប់ដូចជាឈើគ្រឿងឈើក្តារកូនក្រឡឹងអស់ព្រៃដែលពុំមានការទប់ស្កាត់ពីសំណាក់អស់លោកទាំងនោះឡើយប្រជាសហគមន៍និងប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសគ្រប់ស្នើសុំដល់អាយដាមអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៃកម្ពុជាដែលមនុស្សគ្រប់គ្នាតែងតែសរសើរមិនដាច់ពីមាត់ថាអាដាមពិតជាមានឆន្ទៈយ៉ាងពិតប្រាកដក្នុងកិច្ចការការពារធនធានធម្មជាតិទូទាំងប្រទេសមានទំនួលខុសត្រូវខ្ពស់មានការខ្វល់ខ្វាយខ្លាំងនិងគោរពសំណូមពរអាដាមចាត់កម្លាំងក្រមអាវ៉ាតចុះធ្វើអធិការកិច្ចស្រាវជ្រាវចំពោះបុគ្គលដែលបានកាប់ទន្ទ្រានរៀនយកដីរដ្ឋដីជាតិយកមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខនៅភូមិសាស្ត្រព្រៃឡង់ខេត្តក្រចេះនិងអ្នកដែលពាក់ព័ន្ធនៅចំណុចទីតាំងខាងលើនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុតនិងមានវិធានការក្តៅចំពោះបុគ្គលនិងអ្នកដែលពាក់ព័ន្ធក្នុងករណីខាងលើនេះចាត់ការតាមនីតិវិធីច្បាប់ជាធរមានដោយក្តីអនុគ្រោះផងទៀតបើពុំដូច្នោះទេដីព្រៃនិងសម្បត្តិធនធានធម្មជាតិទាំងនេះច្បាស់ណាស់ជាវិនាសសាបសូន្យជាពុំខានឡើយសូមអរគុណ